ណាប់មានភ្ញៀវច្រើនក៏ចង់បានផ្ទះចិត្តហើយបាទបងមិនដែរនៅខាងយើងមានទីតាំងណាអាចណែនាំបានទេសម្រាប់គម្រោងរបស់យើងនៅខាងទួលប្រនេះមានសម្រាប់ផ្ទះចិត្តហើយអញ្ចឹងបើសិនជាភ្ញៀវទេបងបើសិនជាភ្ញៀវគាត់ចង់បានប្លុកផ្ទះចិត្តហើយយើងមានប្លុក A ប្លុក A មាន3បន្ទប់គេងទៀតអញ្ចឹងប្រភេទផ្ទះហ្នឹងគឺខ្ទង់ចន្លោះពី3ដល់4ខែភ្ញៀវអាចចូលរស់នៅបានហើយបាទបើសិនជាបងមានភ្ញៀវអីអាចណែនាំគម្រោងនៅខាងប្លុក A នឹងបានបាទចឹងបងអាចណែនាំបន្ថែមហើយក៏បងអាចមានព័ត៌មានអីបានសួរបន្ថែមទៀតមកផ្ទះចិត្តហើយអញ្ចឹងលក្ខខណ្ឌបងប្រាក់មិនដែរសម្រាប់ផ្ទះចិត្តហើយនិងកំពុងសង់លក្ខខណ្ឌដូចគ្នាបងភ្ញៀវបើសិនជាបងចង់ណែនាំគាត់បងអាចណែនាំគាត់តាម 10% មុនក៏បានដែរបាទផ្ទះចិត្តហើយក៏បង 10% តែកំពុងសង់ក៏អាចបង 10% បានដែរប៉ុន្តែបើសិនជាភ្ញៀវមើលផ្ទះចិត្តហើយគាត់គ្រាន់តែបងរំលោះជាមួយនឹងខាងគម្រោងរបស់យើងអស់ការប្រាក់អត់អស់ការប្រាក់រយៈពេលខ្លីទេចន្លោះពេលតែកំពុងសង់ដូចជាផ្ទះរបស់យើងកងតាជូន3ខែអញ្ចឹងភ្ញៀវគាត់បងរយៈពេលតែ3ខែទេអត់អស់ការប្រាក់បន្ទាប់មកគឺសិក្សាធនាគារតែម្ដងបងនេះប្លង់រឹងណាបងអញ្ចឹងចំនួនការ៉េកាត់របស់យើងនេះមិនមែនកាត់តែតួផ្ទះទេមុខផ្ទះនៅសល់ប្រហែលម៉ែត្រក្រោយផ្ទះនៅសល់ប្រហែលម៉ែត្រគម្រោងកាត់ជូនទាំងអស់ទំនុកចិត្តសម្រាប់ភ្ញៀវតែបើសម្រាប់គម្រោងគេផ្សេងយកដឹងទេភាគច្រើនគម្រោងខ្លះគេកាត់តាតួផ្ទះទេចំណែកឯមុខផ្ទះក្រោយផ្ទះគេកាត់ចូលទេបាទបញ្ជាក់ជូនមួយទៀតការកាត់ឈ្មោះនេះគឺកាត់ឈ្មោះជូនអតិថិជន 100% បង់ពន្ធប្រថាប់ត្រាជូនតែម្ដងបន្ទុកចេញសេវាម្ចាស់គម្រោងជាអ្នកចេញភ្ញៀវក៏ទិញកន្លែងហ្នឹងគឺបានប្លង់រឹងហ្នឹងបាទអញ្ចឹងបងដូចជាអស់សំណួរណាបងបាទសំណួរនៅមានគ្រាន់ថាយើងចាំជួបនៅវីដេអូបន្តទៀតអូខេបងហ្នឹងហើយអត់អីទេបងសំណួរតែងសួរចម្លើយក៏តែងមានចម្លើយអញ្ចឹងអត់អីទេអរគុណច្រើនណាបងសម្រាប់សំណួរអរគុណបាទអញ្ចឹងសម្រាប់ប្រទេសជនទាំងអស់គ្នាដែលចាប់អារម្មណ៍ចង់អញ្ជើញមកទស្សនាគម្រោងផ្ទាល់ក៏ដូចជាមកទស្សនាផ្ទះគម្រោងពិតអាចចេញមកតាក់ទងខ្ញុំបានផ្នែកលក់ខាងបរិយា KS Residence សូមអរគុណសូមគោរពលា